គាត់មានទម្លាប់ចេះហេតុអីបានតែគាត់ការអត់ដែលបែកគ្នាបងមានឆ្ងល់ទេដូនតាយើងអត់ដែលមានយាយណាតាណាមួយថាឃើញយាយនឹងនៅមេម៉ាយហើយសួរថាយាយមិនបានម៉ាយយាយឯងលែងប្តីអត់ដែលមានយាយណាលែងប្តីសោះគឺមេម៉ាយដោយសារប្តីស្លាប់ទាំងអស់អត់មានយាយណាមួយមេម៉ាយដោយសារលែងប្តីទេហេតុអីបានតែចាស់បុរាណគាត់ការឲ្យអត់ដែលបែកគ្នាយើងមានឆ្ងល់ទេដោយសារចាស់បុរាណការខុសពីយើងមុននឹងគាត់បានគ្នាជាប្តីប្រពន្ធណាមកនិយាយតិចចង់ស្រាប់រឿងហ្នឹងមុននឹងបានគ្នាជាប្តីប្រពន្ធមិនមែនគ្រាន់តែតសេសាកន្លះម៉ោងឲ្យដាក់ថ្ងៃការទេបងមិនដូចយើងសម័យទំនើបនេះទេមកបានជាប្តីជាប្រពន្ធនឹងយកប្រវេទនាណាញោមប្រុសអាត្មាគាត់និយាយពីប្រវត្តិគាត់ស្រឡាញ់ញោមស្រីនោះមិនធម្មតាបើថាពេញចិត្តលើនារីណាម្នាក់មិនមែនបុរសនឹងទៅចែកចៅខ្លួនឯងទេមកប្រាប់ម្ដាយប្រាប់ឪពុកហើយម្ដាយឪពុកនេះក៏អត់មានទៅខ្លួនឯងដែរពឹងពោរអ្នកមានចំណេះក្នុងស្រុកភូមិនឹងអ្នកណាដែលគេគោរពឲ្យតម្លៃជាងគេឧទាហរណ៍មកភូមិនឹងមានអ្នកណាម្នាក់ដែលមានចំណេះចេះដឹងអរិយាបថត្រឹមត្រូវជាងគេពឹងអ្នកហ្នឹងឲ្យទៅស៊ើបមើលទៅស៊ើបបីជើងមានបរិយមានមលូមានស្លាបើដឹងតែកូនស្រីនឹងនៅកំមុំព្រមចារីមិនជាប់ជាពាក់ចិត្តលើអ្នកណាអរិយាបថត្រឹមត្រូវសគុតសង្គមហើយបានមកប្រាប់លោកមេបានេះវិញអ្នកមហានេះវិញមកប្រាប់ខាងប្រុសនេះវិញចាប់ផ្ដើមដាក់កំណត់ថ្ងៃចូលស្រីតដឹងគ្រាន់តែទៅស៊ើបសួរនឹងបីជើងសួរសុកសួរទុកនិយាយពីនេះពីនោះអញ្ចឹងទៅដល់ស្រីតដឹងមិនមែនមួយជើងទៀតបីជើងបីដងហ្នឹងទៅបីដងម្ដងអញ្ចឹងផ្លែឈើ30ប្រមាណមុខដូចយើងធ្វើអញ្ចឹងដូចយើងស្រីតដឹងមកពេលអញ្ចឹងប៉ុន្តែឥឡូវយើងតដឹងមួយសាប៉ុន្តែជំនាន់គាត់តដឹង3សាលើកទី1លើកទី2ហើយមិនមែនដាក់ថ្ងៃទៅខ្លួនឯងទេខាងស្រីអ្នកដាក់ថ្ងៃឲ្យទៅស្រេចតែគេដាក់ថ្ងៃណាទៅតាមកំណត់របស់គេហើយតែមិនទៅតាមកំណត់គេផ្ដាច់ចោលមានន័យថាឯងមិនគោរពកិច្ចសន្យាមិនគោរពឲ្យតម្លៃគេខាងស្រីហ្នឹងមានតម្លៃណាស់កូនស្រីចំនួនដើមបងអូនតម្លៃណាស់យើងមានតម្លៃខ្លាំងណាស់ស្ត្រីឥឡូវក៏គាត់មានតម្លៃដូចគ្នាប៉ុន្តែគ្រាន់តែតម្លៃស្ត្រីចំនួនដូនតាយើងមានតម្លៃណាស់គេគោរពឲ្យតម្លៃណាស់ដើម្បីជាកិច្ចឲ្យតម្លៃផងនិងជាការមើលទឹកចិត្តកូនប្រុសហ្នឹងស្រឡាញ់កូនគាត់ឲ្យអត់បើស្រឡាញ់កូនគាត់ស្មោះមក20ជើងក៏នៅតែមកដែរមែនទេញោមបាទអញ្ចឹងគេដាក់ឲ្យមក3ជើងដើម្បីមើលទឹកចិត្តកូនហ្នឹងផងមើលទឹកចិត្តញាតិខាងប្រុសហ្នឹងផងតស៊ូមកគ្រប់3ជើងឲ្យអត់ដល់តែគ្រប់3ជើងហើយមិនមែនដាក់ថ្ងៃការទេបងគេយកនេះដែលមិនលែងគ្នានៅតែហ្នឹងតដឹង3ជើងនោះវាពិបាកហើយ3ដងនោះប៉ុន្តែពិបាកជាងហ្នឹងទៅទៀតនោះគឺគេយកកូនប្រុសហ្នឹងមកបំរើនៅផ្ទះគេ6ខែដើម្បីមើលលក្ខណៈកូនហ្នឹងមករែកទឹកពុះអស់ដឹកគោបោកធ្វើកក់ការគ្រប់សពដែលជាការងារមនុស្សប្រុសហ្នឹងយកមកបំរើនៅផ្ទះគេសពពីព្រោះចាស់ជំនាន់ដើមមិនមែនរស់ដោយសារប្រាក់ខែណារស់ដោយសារកម្លាំងសុទ្ធបើអញ្ចឹងមើលកូនប្រុសនឹងវាពេញលក្ខណៈមិនពេញលក្ខណៈវាធ្វើការកើតមិនកើតជាប់លាប់មិនជាប់លាប់អញ្ចឹងយកមកធ្វើការបំរើ6ខែមើលលក្ខណៈហើយបើថាដូចញែកប្រុសមិនប្រុសស្រីមិនស្រីដូចរែកទឹកមិនចំរែកទឹកពុះអស់ដូចមិនចំពុះអស់លេងច្រើនជាងធ្វើការប៉ុន្តែដូចអាណិតគ្នាកូននឹងដូចនិស័យវាល្អដែរអញ្ចឹងឲ្យវាបំរើសាក6ខែទៀត6ខែទៀតអត់ទាន់ដាក់ថ្ងៃការទេយាយណា6ខែទៀតមួយឆ្នាំ2 10ខែបើគេថាមើលទៅដូចមិនកើតគេផ្ដាច់ចោលទៀតចឹងបានតាខ្លះគាត់ក្តៅកាហើយអញបំរើមួយឆ្នាំនៅតែមិនឲ្យបង្រត់យាយនឹងទៅហ្មងមើលបាទហើយតើបង្រត់ទៅហើយត្រូវគ្នាហើយត្រូវតែការឲ្យបាទនឹងឲ្យចាស់ជំនាន់ដើមចឹងគ្រាន់តែលើកប៉ុណ្ណឹងមូលហេតុដែលការមិនលែងគ្នាដោយសារចាស់បុរាណគាត់មើលចិត្តគំនិតគ្នារាប់ឆ្នាំយីឲ្យកូនប្រុសនឹងមកនៅផ្ទះកូនប្រុសក៏មើលចរិតខាងស្រីនេះទាំងចាស់ទាំងកូនស្រីខ្លួនឯងក៏មើលចរិតខាងកូនប្រុសហើយដល់នៅរាប់ឆ្នាំទៅហើយគេមើលចិត្តគំនិតគ្នាដឹងអស់ទៅហើយមនុស្សនឹងចូលចិត្តអីរស់នៅរបៀបម៉េចអរិយាបថយ៉ាងម៉េចពាក្យសម្ដីកាយវិការយ៉ាងម៉េចគេស្គាល់អស់អញ្ចឹងគេមើលថានិស័យនឹងវាអាចនៅគ្នាបានក៏គេផ្សារភ្ជាប់សាច់ឈាមឲ្យនៅជាមួយគ្នារៀបចំអាពាហ៍ពិពាហ៍ឃើញទេញោមហើយយើងឥឡូវមានអ្នកណាបងជួនកាលសងម៉ែនេះសងថ្លៃបណ្ណាការមិនតាន់រួចផងឯនេះទៅបាត់បងអ្នកខ្លះវាប្រកាន់ជឿលើអាពងនឹងខ្លាំងពេកវាអត់មើលអចរិតលក្ខណៈមនុស្សខាងក្រៅណាអាកូនគេរៀបចប់រៀនចប់ដុកទ័រមកស្រីតដឹងអត់ឲ្យទេហើយថាថ្ងៃខែខុសគ្នាអាមួយថ្ងៃខ្មោចស៊ីអញ្ចឹងទៅអាមួយថ្ងៃយៈអាមួយថ្ងៃពងមិនត្រូវគ្នាទៅណាហើយដល់ហើយអាមួយនោះខោមិនខោអាវមិនអាវមកនិយាយពីខោវាកាត់អាយីអាយុយដាច់ជង្គង់សក់ក្បាល3ពណ៌អាមកខាងសទៅអាមកខាងលឿងទៅអាគុលខ្មៅទៅហើយដល់អាចារ្យគេដេញពលាមើលទៅពងទេវតាល្អណាស់ត្រូវជាមួយកូនលោកមេបាហ្នឹងគឺត្រូវណាស់ត្រូវតែហ្មងការហើយគឺដឹងរីកដុះដាលរីកទាំងអស់មែនរីកទាំងអស់មែនរីកគេឈ្មោះកិត្តិយសមែនរីកទ្រព្យមែនរីកផ្ទះមែនរីកយសស័ក្តិទេរីកតែមុខកូនឯងនឹងហើមប៉ុនកដៃអស់ឥ
ដោយសារមនុស្សនេះវាពងទេវតាប៉ុន្តែមនុស្សនេះវាចិត្តកំណត់វាមិនទេវតាហើយចឹងបានអាត្មាថាញោមអាពងនឹងជឿទៅប៉ុន្តែសម័យទំនើបញោមឯងត្រូវមើលលក្ខណៈ3ញោមចង់បានប្តីប្រពន្ធមកទៅសេពីរបៀបរើសកូនទេសម័យនេះគេរើសរបៀបម៉េចសម័យបុរាណគេរើសរបៀបម៉េចសម័យទំនើបនេះញោមមើលតែរបស់3ទេទី1មើលពូជពងវងតកូលទី2មើលកម្រិតវប្បធម៌នៃការអប់រំរបស់គាត់តើគាត់រៀនដល់កម្រិតវប្បធម៌ណានឹងទៀបពេកក៏វាពិបាកអាខ្ពស់ពេកនោះក៏វាពិបាកនិយាយគ្នាដែរមកល្មមសំគួរដល់ដែលយើងគិតថាល្មមសំគួរដែលយើងអាចទទួលយកបានទី1ពូជពងវងអំបូរទី2កម្រិតវប្បធម៌នៃការអប់រំហើយទី3ការងារមួយជាក់លាក់កូនប្រុសក៏ដោយកូនស្រីក៏ដោយសម័យនេះមិនមែនធ្វើការតែកូនប្រុសទេកូនស្រីក៏ត្រូវធ្វើការបើយើងធ្វើតែកូនប្រុសដោយសម័យដើមពឹងលើប្តីទាំងអស់អត់រស់ទេសម័យនេះវាតទៅទាំងអស់គ្នាចឹងឥឡូវហ្នឹងទាំងកូនប្រុសទាំងកូនស្រីហ្នឹងគឺចំណុចទី3គឺការងារណាទោះបីការងារប្រាក់ខែតិចក៏ដោយឲ្យតែការងារហ្នឹងវាជាក់លាក់ញោមចំណាំប៉ុណ្ណឹងប្រាក់ខែតិចមិនសំខាន់ច្រើនមិនសំខាន់គឺការងារជាក់លាក់មួយចឹងសម័យហ្នឹងញោមមើលតែ3ហ្នឹងពូជពងកម្រិតវប្បធម៌ហើយនឹងការងារចរិតលក្ខណៈនៅជាមួយពូជពងហ្នឹងណាតាពូជម្ដាយឪពុកគេល្អចរិតលក្ខណៈចិត្តកំណត់កូនគេក៏ទៅតាមហ្នឹងដែរវាកម្រខុសណាស់ដូនតាយើងតែងទូមានតែងប្រាប់ឯតាពូជខ្លៅពូជជាវាមិនខុសទេឪពុកគ្រូបង្រៀនកូនគ្រូបង្រៀនណាសម័យដើមឪពុកពេទ្យកូនពេទ្យដែរឪពុកអាចារ្យកូនអាចារ្យហើយអាចារ្យនេះអាត្មានិយាយឬអាចារ្យអញ្ចឹងនឹកឃើញទៅអាចារ្យអូកុំនិយាយបញ្ចេញឈ្មោះគាត់បាទអាចារ្យនៅស្រុកអាត្មាអាចារ្យពលីតាំងពីក្មេងហើយកូនស្រី3នាក់មិនដឹងជាដេញពលីអាម៉េចកូនស្រីឯងម៉ាយទាំងអស់បាទហើយតើដេញពលីឲ្យគេហ្នឹងសាល្អណាស់ហ្នឹងអោដេញពងគេមកជីវិតគាត់ហ្នឹងដេញឲ្យតែគេទេប៉ុន្តែមិនដឹងដេញអាម៉េចកូនស្រីឯងម៉ាយទាំង3ហ្នឹងប៉ុន្តែនិយាយទៅបើគាត់ស្ដាប់ឯងគាត់សើចងាប់ព្រោះកូនគាត់មានណាទេមកភូមិគាត់អាចារ្យពលីទៅគាត់ហ្នឹងគាត់អាចារ្យពលីអាចារ្យការប៉ុន្តែកូនស្រីឯង3ម៉ាយទាំងអស់បាទចឹងសំខាន់មិនមែននៅលើពូជពងដែលយើងដេញនឹងទាំងអស់ទេវានៅលើសម័យទំនើបយើងត្រូវមើលអីហើយសម័យបុរាណយើងត្រូវរើសរបៀបម៉េចប៉ុន្តែសម័យបុរាណវាហួសហើយយើងមិនបាច់ស្វែងយល់ទេសម័យបុរាណគេមើលតែចរិតលក្ខណៈចិត្តកំណត់ពូជពងវងតកូលគឺប្រសើរបំផុតសម្រាប់គេហើយដែលគេត្រូវមើលនោះពេលខាងស្រីឡើងមកដល់ផ្ទះវត្តគឺញាតខាងស្រីណាមួយចាប់ប្រើមកព្រោះគេចាត់ចែងឲ្យអស់ហើយអាណាទៅមើលក្រលគោទៅអាណាទៅមើលកន្លែងដេកទៅអាណាទៅមើលចក្រានបាយទៅកលេចគេកលេចតែភ្នែកតែមកខ្វាច់គេដឹងណាមនុស្សស្រីកើតមិនកើតបើថាកន្លែងដេកអាពូកនៅដល់ពូកអាអាវនៅដល់អាវអាព្រួយនៅដល់ព្រួយអាចាននៅដល់ចានឆ្នាំងនៅដល់ឆ្នាំងហ្នឹងហើយនិយាយពីអាផេះក្រមចក្រាននេះនៅឲ្យពពុកពុលអាចគូនៅឲ្យស្អុយពេញក្រមផ្ទះអើយដូចកើតទេលោកអើយដូចកើតទេគេគ្រាន់តែកលេចប៉ុណ្ណឹងគេសន្មត់អាហ្នឹងសម័យដើមតែយើងសម័យនេះទៅមើលរបៀបចឹងមិនកើតបើគេលែងចាំគូដែរគេចាំតែគូយន្តណាហ្នឹងហើយជាក្រានគេលែងដុតខ្ជុងហ្នឹងគេដុតតែឆ្នាំងភ្លើងហ្នឹងមានគូតខ្មៅជាឆេះទៅមើលផេះអាមិនកើតទៀតយើងហើយចឹងវាខុសសម័យកាលបាទអាត្មាថាត្រូវមើលអា3មិញហ្នឹងញោមចំណាំតែពូជពងវងតកូលល្អយើងបានមួយកម្រិតវប្បធម៌មធ្យមដែលយើងអាចទទួលយកបានបាក់ដប់ឬបរិញ្ញាបត្រប៉ុណ្ណឹងល្មមសំគួរដែលយើងអាចនិយាយស្រាប់គ្នាបានហើយមួយទៀតការងារឲ្យតែមានការងារជាក់លាក់មួយទៀតមនុស្សហ្នឹងអត់កំណើតទេទោះបីប្រាក់ខែតិចក៏នៅតែយើងអាចបដោះបដាគាត់ឲ្យរីកចម្រើនទៅបានដែរហ្នឹងញោមចំណាំប៉ុណ្ណឹងឥឡូវយើងនិយាយរឿងយើងនេះមិនបាច់ឆ្ងល់ទេចាស់ពីដើមមកបានគ្នាគាត់មើលគ្នារាប់ឆ្នាំឯណោះបងប្រុសហ្នឹងហើយបងស្គាល់ភរិយាយើងប្រហែលខែប្រហែលឆ្នាំដែរហា3ឆ្នាំហើយអាយុប៉ុន្មានហើយអូ7ឆ្នាំអូ7ឆ្នាំអីយូរណាហើយអាយុប៉ុន្មានហើយ28ហ៎23 27ហើយកូនស្រីហា23 27ហ្នឹងយើងជាស្វាមីនេះមកចូលរឿងយើងនេះម៉ាត់ទៀតចប់អញ្ចឹងយើងយល់តួនាទីយើងជាស្វាមីណាបងណាបងស្រីគាត់លះបង់ភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់គាត់ដោយមកប្រគល់ទាំងកាយទាំងចិត្តមកលើយើងគឺគាត់មានជំនឿជឿជាក់មួយថាយើងនឹងផ្ដល់ភាពកក់ក្ដៅនិងសេចក្តីសុភមង្គលឲ្យគាត់ដូច្នេះយើងត្រូវធ្វើខ្លួនយើងឲ្យសមតម្លៃយើងជាស្វាមីផ្ដល់ភាពកក់ក្ដៅនិងសេចក្តីសំណុកនិងភាពរីករាយនិងភាពល្អប្រសើរខាងក្រៅរបស់ស្ត្រីគ្មានចូលចិត្តអីក្រៅពីមាសពីពេជ្រពីកវលពីខ្សែកពីអាវល្អពីកាបូបល្អពីរបស់របរអភរណៈខាងក្រៅហ្នឹងគឺស្ត្រីចូលចិត្តណាស់ហ្នឹងហើយនឹងការគោរពឲ្យតម្លៃគាត់
នៅពាក្យសម្ដីកាយវិការហើយនឹងចិត្តគំនិតនឹងភាពស្មោះត្រង់របស់យើងពេលខ្លះស្ត្រីខ្លះដែលល្អមែនតែនស្ទើរតែអារបស់ខាងក្រៅអត់សំខាន់អ្វីដែលសំខាន់នៅលើអីនៅលើចិត្តប្តីហ្នឹងហើយអីអត់ដឹងថាត្រូវឆ្លើយអីក៏នៅលើចិត្តយើងជាស្វាមីនៅលើភាពកក់ក្ដៅដែលយើងផ្ដល់ឲ្យគាត់ប៉ុណ្ណាដែលយើងអាចផ្ដល់បានតាំងពាក្យសម្ដីកាយវិការនិងភាពស្មោះត្រង់របស់យើងទៅលើគាត់មានកម្រិតណាហ្នឹងលោកគ្រូមើលមិនដឹងទេអ្វីដែលដឹងគឺនៅពេលដែលយើងទៅរស់នៅជាមួយគ្នាអាចារ្យឲ្យពរថ្ងៃហ្នឹងគ្រាន់តែលើកទឹកចិត្តទេឲ្យពរយើងមានសេចក្តីសុខសុភមង្គលនិងរៀបចំកម្មវិធីថ្ងៃនេះមិនមែនថ្ងៃរៀបចំថ្ងៃហ្នឹងហើយយើងបានសេចក្តីសុខទេគឺសំខាន់នៅពេលដែលយើងទៅរស់នៅជាមួយគ្នានោះអាមង្គលឬមិនមង្គលនៅពេលដែលយើងទៅនៅជាមួយគ្នាថ្ងៃនេះគ្រាន់តែជាកម្មវិធីដែលយើងគោរពឲ្យតម្លៃគ្នាទាំងសងខាងទាំងខាងម្ដាយខាងឪពុកយើងនឹងគោរពឲ្យតម្លៃខ្លួនយើងទាំងប្រុសទាំងស្រីក្នុងនាមយើងជាកូនចៅខ្មែរដូនតាយើងមានវប្បធម៌ល្អប្រពៃណីយើងតាំងពីដើមមកប៉ុន្តែរឿងសេចក្តីសុខសុភមង្គលនៅពេលដែលបងអូនទៅនៅជាមួយគ្នាតើយើងមានអធ្យាស្រ័យនឹងការយោគយល់អត់ឱនសន្តោសគ្នាប៉ុណ្ណាអញ្ចឹងដោយលោកគ្រូនិយាយខាងដើមមិញមួយម៉ាត់អញ្ចឹងថាយើងជាស្វាមីជាម្ចាស់ឬជាប្តីនឹងយើងត្រូវមានសេចក្តីសន្តោសសង្គ្រោះលើកលែងអធ្យាស្រ័យមានមេត្តាចិត្តទៅលើភរិយានឹងឲ្យធំជាងភរិយាព្រោះយើងជាបង្គោលនៃគ្រួសារនឹងយើងរឹងមាំជាងភរិយាគ្រប់យ៉ាងចឹងយើងធ្វើខ្លួនយើងឲ្យរឹងមាំគ្រប់សពទាំងពីការរកទ្រព្យមកចូលគ្រួសារតាំងពីការផ្ដល់ភាពកក់ក្ដៅនិងសេចក្តីសុខដល់គ្រួសារនិងយើងត្រូវរឹងមាំព្រោះយើងជាស្វាមីហើយគាត់មកបកគលចិត្តបកគលកាយពឹងលើយើងជាស្វាមីប៉ុន្តែថាអញ្ចឹងតិចទៀតបងអូនស្រីមានតួនាទីដូចគ្នាហើយតួនាទី5ម្នាក់ហ្នឹងដូចមិនបាច់និយាយទេអាចារ្យនិយាយគ្រប់ពេលហើយប្តីមានតួនាទី5ប្រពន្ធមានតួនាទី5នោះអាត្មានិយាយទូទៅតែម្ដងដើម្បីឲ្យមានសេចក្តីសុខសុភមង្គលពេលណាប្រពន្ធយើងខុសយើងលើកលែងយើងតាំងចិត្តថាដូចប្អូនយើងចឹងដែលយើងត្រូវនិយាយគាត់ដោយភាសាល្អល្អហើយប្អូនត្រូវចាំថាស្ត្រីកាលណាស្រឡាញ់ប្តីបើប្តីនិយាយព្រោះឲ្យតម្លៃគាត់ខុសអីក៏គាត់កែដែរអ្វីដែលគាត់មិនចូលចិត្តក៏គាត់ខំប្រឹងសម្របខ្លួនគាត់ឲ្យត្រូវយើងដែរចិត្តជាមនុស្សស្រីលោកគ្រូមិនស្រីទេប៉ុន្តែដឹងចឹងឲ្យតែយើងឲ្យតម្លៃគាត់ស្មោះត្រង់ហើយយើងនិយាយព្រោះទៅកាន់គាត់ស្រឡាញ់យើងគាត់មិនចូលចិត្តអីក៏គាត់ខំប្រឹងសម្របខ្លួនដែរហើយបងអូនត្រូវចំណាំថាដើម្បីឲ្យមានសេចក្តីសុខក្នុងគ្រួសារមនុស្សរស់នៅចាប់ពី2នាក់ឡើងទៅណាដើម្បីឲ្យមានសេចក្តីសុខនៅជាមួយគ្នាបានធម្មតាចិត្តយើងមនុស្ស2នាក់ច្បាស់ជាចិត្ត2ហ្នឹងមែនទេញោមស្រីមនុស្ស2នាក់ចិត្ត2បងធីរីឧទាហរណ៍ថាប្តីចូលចិត្តប៉មប្រពន្ធចូលចិត្តស្វាយឧទាហរណ៍អញ្ចឹងស្ត្រីមកជូរចុះបុរសផ្អែមចុះប៉ុន្តែដើម្បីឲ្យយើងនៅជាមួយគ្នាសុខប្តីចូលចិត្តប៉មប្រពន្ធចូលចិត្តស្វាយតើយើងត្រូវធ្វើម៉េចឲ្យនៅជាមួយគ្នាសុខត្រូវធ្វើម៉េចបងអូនស្រីមើលសួរតែមួយម៉ាត់ប៉ុណ្ណឹងបើដឹងយើងរស់នៅជាមួយគ្នាសុខឧទាហរណ៍តែយើងចូលចិត្តស្វាយប្រពន្ធប្តីយើងចូលចិត្តប៉មឥឡូវធ្វើម៉េចដើម្បីឲ្យសុខបើវាចូលចិត្តផ្សេងគ្នាណាហូបទាំងពីរមិនខុសទេត្រូវដើម្បីឲ្យវាត្រូវគ្នាទោះ3ថ្ងៃខ្លះយើងមិនចូលចិត្តប៉មប៉ុន្តែថ្ងៃខ្លះត្រូវតែញឹមហូបប៉មជាមួយប្តីទោះបីខ្លួនឯងមិនចូលចិត្តស្វាយប៉ុន្តែបើប្រពន្ធចូលចិត្តស្វាយថ្ងៃខ្លះខ្លួនឯងត្រូវតែញញឹមហូបស្វាយសម្របខ្លួនឲ្យវាត្រូវគ្នាបានយើងរស់នៅជាមួយគ្នាបានសេចក្តីសុខមែនមានអ្នកឯងអញថាអញចូលចិត្តប៉មអញចូលចិត្តស្វាយអញចូលចិត្តប៉មបើមានអ្នកអញ្ចឹងយើងរកតែឈ្នះរកតែចាញ់និងរកតែល្អប្រសើររៀងខ្លួនត្រឹមត្រូវរៀងខ្លួននៅជាមួយគ្នាអត់សុខទេបងអូនហើយបងអូនត្រូវចំណាំថារបស់លើโลกនេះបើសិនជារបស់ថ្លៃទាំងអស់ហើយគ្មានរបស់ថោកក៏របស់នឹងអត់ទៅមុខដែរកិច្ចការនឹងអត់ទៅមុខដែរបើអត់មានអារបស់ថោករួមជាមួយរបស់ថ្លៃបើអញ្ចឹងលោកគ្រូនិយាយមានន័យថាថ្ងៃខ្លះបើដឹងតែខ្លួនយើងខុសយើងទទួលខ្លួនយើងខុសថ្ងៃប្រពន្ធខុសយើងទទួលខ្លួនយើងខុសប្តីខុសទទួលខ្លួនយើងខុសកុំខ្លាចថោកខ្លាយក្នុងគ្រួសារបងអូនត្រូវចំណាំអញ្ចឹងនឹងកុំទៀមទាយុទ្ធធរកុំទៀមទាឈ្នះចាញ់កុំទៀមទាត្រឹមត្រូវក្នុងគ្រួសារលើโลกនេះគ្មានយុទ្ធធរទេបងអូនស្រីអ្នកដែលទៀមទាយុទ្ធធរច្រើននៅខាងស្ត្រីមែនទេយាយចង់បានយុទ្ធធរណាស់យើងហ្នឹងបងចឹងកុំទៀមទាយុទ្ធធរបងអូនលើโลกនេះគ្មានតែយុទ្ធធរសំបីតែតុលាការអ្នកកាន់ច្បាប់ហ្នឹងក៏មិនប្រកាសតែយុទ្ធធរដែរហ្នឹងណាអាសក់ធំទៅខាងណាច្រើនជាងអាហ្នឹងយុទ្ធធរទៅខាងហ្នឹងនិយាយលេងខ្ញុំណាបើមិនអញ្ចឹងទេបើមកទីហោទេអញ្ចឹងលើโลกនេះវាគ្មានទេយុទ្ធធរយើងកុំទៀមទាយុទ្ធធរក្នុងគ្រួសារយើងបានយើងនៅជាមួយគ្នាមានសេចក្តីសុខយើងខុសយើងទទួលខ្លួនយើងតែខុសអ្នកណាក៏ដោយកុំខ្លាចថោកខ្លាចថ្លៃក្នុងគ្រួសារយើងបើយើងខុសយើងប្រាប់ថាបងខ្ញុំឆ្កងចេះហើយខ្ញុំមានកំហុសចេះ
សំបងអធិស្ស្រ័យលើកលែងផងហើយប្តីក៏អត់អោនលើកលែងអធិស្ស្រ័យទៅហើយបើប្តីនឹងបើប្រពន្ធថាបងឯងមិនល្អអញ្ចេះមិនល្អចុះអូនបងរៀងឆ្កងតនឹងមែនបងទទួលខ្លួនបងតខុសទទួលអញ្ចឹងហ្នឹងហើយនិយាយគ្នាដោយសន្តិវិធីដោយពាក្យសម្ដីកាយវិការសមរម្យទៅរកគ្នាដោយគោរពឲ្យតម្លៃគ្នាដោយម្ដាយដោយឪពុកដោយគ្រូនិយាយមិញណាពេលខឹងគ្នាប៉ុណ្ណាក៏ដោយពាក្យសម្ដីយើងនៅតែនិយាយព្រោះរកគ្នានៅតែគោរពឲ្យតម្លៃគ្នាដោយអាត្មានិយាយមិញអញ្ចឹងយើងមិនហ៊ានពោលពាក្យអសរោះទៅលើម្ដាយឪពុកយើងយ៉ាងណានៅពេលហ្នឹងគឺហិង្សាក៏អត់សូវកើតដែរហើយតែយើងប្រើពាក្យសម្ដីមិនឲ្យតម្លៃឲ្យហិង្សាកើតហើយតែហិង្សាកើតរឿងកើតឡើងច្រើនលើសពីការស្មានចឹងយើងទាស់ខឹងគ្នាយ៉ាងម៉េចក៏យើងនៅតែនិយាយពាក្យសម្ដីកាយវិការនៅតែគោរពឲ្យតម្លៃគ្នាដូចម្ដាយដូចឪពុកចឹងស្រាប់តលោកគ្រូនិយាយហើយពេលមានកំហុសយើងសន្តោសលើកលែងដោយប្អូនស្រីដោយប្អូនប្រុសដោយបងប្រុសបងស្រីដែលយើងត្រូវសន្តោសហើយកុំខ្លាចថោកខ្លាចថ្លៃលោកគ្រូឧទាហរណ៍មួយតាឡាន507អា2020តម្លៃប៉ុន្មានញោមអាដាម2020អាថ្មវាអត់មានឡានទំនើបជិះវាជិះតាឡានអាយហូខ្លាញ់ហូប្រេងហ្នឹងទូរស័ព្ទក៏មិនទំនើបឡានក៏មិនទំនើបព្រោះបួសអត់សន្សំវាប្រឹងតាជួយកិច្ចការសង្គមគ្រប់យ៉ាងប៉ុន្តែដកមួយផ្នែកមកមិននិយាយចឹងយើងលះទាំងអស់ទេនិយាយដូចគ្នាយើងធ្វើបន់យើងមានចំណែកណាមួយសម្រាប់ខ្លួនយើងបងកុំលះទាំងអស់យើងលះតែផ្លូវចិត្តយើងបានណាព្រះបង្រៀនយើងឲ្យលះមច្ឆរិយៈគឺសក្តិកំណាញ់គឺលះតែផ្លូវចិត្តចឹងមកជីវិតអាត្មាធ្វើតែកិច្ចការសង្គមញាតិញោមឃើញសកម្មភាពអាត្មាក្នុងប្រព័ន្ធទំនើបតាមទូរទស្សន៍តាមវិទ្យុណាធ្វើកម្មវិធីអប់រំពួកតណ្ឌិតពួកញៀនឆ្នាំតាមមណ្ឌលកែប្រែឬក៏តាមអង្គការកម្មាកព្រាឬធ្វើសាលារៀនធ្វើអីហ្នឹងអាត្មាចូលចិត្តតែហ្នឹងបដោះបដាលហើយមករយៈនេះអាត្មាចេញលិខិតមួយប្រកាសបងថ្លៃសាលាប្រកេនលោកកព្រាដែលអត់ម៉ែអត់ឪពេញមកប្រទេសហើយឥឡូវទទួលបានចិត្ត10អង្គហើយហើយម្សិលមួយថ្ងៃទៅបងឲ្យលោកនៅបាត់ដំបងនិងសៀមរាបបាន2អង្គហើយខាងស្អែកនេះទៅបងនៅតកៅទៀតហើយខែក្រោយនេះបងឲ្យលោកនៅ ISL នេះ1អង្គទៀតលោកនៅជាតិគ្រប់គ្រងនោះខែក្រោយដែរអញ្ចឹងគ្មានអីជាងការផ្ដល់ចំណេះទេយាយបងហ្នឹងសាលាខ្លះថ្លៃញោមដោយ IFL អីថ្លៃប៉ុន្តែលោកចង់រៀននៅតែនឹងអាត្មាបំពេញបំណងលោកចឹងញាតិញោមមានកូនមានចៅណាដែលលោកបួសហើយកព្រាអត់ម្ដាយអត់ឪពុកហើយលោកប្រឡងបាក់ដប់ជាប់ចង់រៀននៅមហាវិទ្យាល័យញោមប្រាប់អាត្មាចុះធ្វើតលិខិតបញ្ជាក់មរណភាពញោមប្រុសស្រីមកអាត្មាបងថ្លៃសាលាប្រគេនលោកប៉ុន្តែខ្លួនឯងមិនមានទេប៉ុន្តែចិត្តហ្នឹងវាធំបងចិត្តហ្នឹងវាធំឥឡូវបងបានច្រើនអង្គដែរហើយខាន់ស្អែកហ្នឹងទៅបងឲ្យលោកនៅបៀលប្រាយនៅតកៅនោះមួយទៀតហើយមួយឆ្នាំលើសោក350ឆ្នាំទី1 300ហើយឆ្នាំទី2ទី3ដូចគេឡើងរហូតតាមហ្នឹងហើយអាត្មាបងផ្ដាច់ទាំង4ឆ្នាំឲ្យលោកតែម្ដងបងឥឡូវចូលរឿងយើងនេះអញ្ចឹងពេលណាភរិយាខុសយើងសន្តោសគាត់ដោយប្អូនស្រីស្វាមីខុសសន្តោសគាត់ដោយបងប្រុសដោយបងប្រុសដោយប្អូនប្រុសហើយយើងនៅជាមួយគ្នាត្រូវអត់អោនលើកលែងអធិស្ស្រ័យកុំខ្លាចថោកខ្លាចថ្លៃក្នុងគ្រួសារលោកគ្រូឧទាហរណ៍រឿងនេះទេបើបញ្ចូលរឿងហ្នឹងអារឿងឡានមិញឧទាហរណ៍តែ570តម្លៃ7-10ម៉ឺនអញ្ចឹងតោះលោកគ្រូមិនដឹងទេ7-10ម៉ឺនឡានហ្នឹងវាថ្លៃប៉ុន្តែវាមិនមែនប្រកាសថាមានអាថ្លៃហ្នឹងហើយវាដំណើរការណាបើបងឯងអត់ចាក់សាំង1លីត្រ4000ឲ្យវាមិនទៅមុខបើអត់មានអាសោ$5ចាក់ហ្នឹងវាមិនទៅមុខមែនទេបងបើអញ្ចឹងរបស់លើលោកនេះសភាវៈលើលោកនេះអាថ្លៃត្រូវរួមជាមួយថោកហ្មងបានវាទៅមុខបើអញ្ចឹងមនុស្សរស់នៅជាមួយគ្នាដូចគ្នាបើយើងចង់ថ្លៃទៅរៀងខ្លួននៅជាមួយគ្នាអត់សុខទេបងយល់លោកគ្រូនិយាយត្រូវតែចេះប្រទៀបខ្លួនយើងម្ដងម្នាក់លើកលែងបាត់ភ្នែកម្ខាងបើកភ្នែកម្ខាងនៅជាមួយគ្នាបានសុខដោយរឿងប៉មរឿងស្វាយមិញហ្នឹងបើឯងម្នាក់ឯងអញថាអញនៅតែប៉មអញនៅតែស្វាយអាហ្នឹងនៅជាមួយគ្នាអត់សុខទេតោះតែយើងប្រទៀបខ្លួនយើងសម្របខ្លួនយើងចេះញញឹមទទួលយកអ្វីដែលយើងមានទាំងពីរហ្នឹងឲ្យវាស្របគ្នាអាហ្នឹងបាននៅជាមួយគ្នាបានសេចក្តីសុខស្រាប់តនេះបងមួយម៉ាត់ទៀតចុះឯចុងក្រោយយើងគោរពឲ្យតម្លៃគ្នាក្នុងភាពជាស្វាមីភរិយាពេញមុខអាហ្នឹងសំខាន់ណាស់បងសុភមង្គលវាកើតនៅតែនឹងដែរកុំយើងជាប្តីទៅធ្វើការទៅផឹកស៊ីទៅជួបជុំទៅជប់លៀងទៅពិធីមង្គលការទៅការងារតូចធំអីទៅតែយើងប្រពន្ធនៅតែចក្រានបាទនៅតែចក្រាននៅតែកូនមួយថ្ងៃនៅតែឆ្នាំងនៅតែចានអានៅឆ្នាំងនៅចានមកដល់ផ្ទះសំដីសំដៅអេរិយាបថអត់ព្រោះភាសាដាក់ទៀតអាហ្នឹងសុភមង្គលអត់កើតទេដែលហៅថាបំពេញមុខភរិយាស្វាមីឲ្យពេញមុខជាប្តីជាប្រពន្ធមានន័យថាថ្ងៃណាតនេនាំប្រពន្ធដើរលេងទៅជួបជុំមិត្តភ័ក្តិពិធីជប់លៀងឬហូបការអីអញ្ចឹងទៅយើងទៅអញ្ចឹងគេមិនដែលឃើញប្រពន្ធគេថាអើចិនណាគេឯងបដើមកថ្ងៃមុនប្រពន្ធខ្ញុំចុះប្រពន្ធឯងក៏ស្អាតអីស្អាតម្លេះគ្រាន់តែប្រពន្ធនេះលើប៉ណ្ណឹងមកដល់ផ្ទះវិញស៊ីទាំងគប់ជើងមាន់នេះផ្លូវឲ្យយើងទាំងអស់ក៏សប្បាយចិត្តណាស់អាហ្នឹងហើយគេហៅថាបំពេញមុខភរិយាស្វាមីនោះហ្នឹងហើយខ្លួនយើងជាភរិយាដូចគ្នាទៅណាមកណាទៅសើពីគុណសម្បត្តិរបស់ប្តីយើងហ្នឹងតម្លៃនៅតែហ្នឹងកុំមកឯងទៅដល់ណា
ទៅជុំគ្នាមិត្តភក្តិ3នាក់អាប្តីអញខ្ញុំកើតដើរគ្មានដៃចូលផ្ទះទេអាកូនខ្ញុំដឹងនៅតាណាអាប្រពន្ធដៃយកចិត្តទុកដាក់អាហ្នឹងក៏អត់កើតដែរតម្លៃនៅលើយើងជាស្ត្រីទៅដល់ណារៀនទៅសើពីប្តីសេរីកើតព្រោះភរិយាហ្នឹងសំខាន់ដោយលោកគ្រូនិយាយមិញប្រពន្ធនឹងប្តីធំស្រេចលើស្រីគុតគង់កិរិយាឆ្លោះហើយច្រើនខ្សត់ស្រីអត់លក្ខណៈប្តីខ្ជិលរសាក៏ដោយសាររឹកយើងជាប្រពន្ធណាម៉ោង8មិនទាន់អូសពូតចុះពីចដៅបាន3កម្មផងហ្នឹងហើយប្តីទៅមានអារម្មណ៍ឯណាទៅរកទ្រព្យទៅរកលុយរកកាក់ហើយបើប្តីធ្វើការបានប្រាក់ខែ300ឯងគ្រាន់តែខាត់កញ្ចក់ឲ្យអ៊ុតសក់លេង500ហើយមួយខែឧទាហរណ៍អញ្ចឹងនិយាយលេងក៏ណាមិនមែនរឿងយើងអានេះទេអញ្ចឹងនៅលើយើងជាស្ត្រីនឹងទាំងអស់ហ្នឹងរឿងគ្រួសាររីចម្រើនមិនរីចម្រើនមានសុភមង្គលឬមិនមានសុភមង្គលនៅលើយើងជាស្ត្រីដែរដល់ចំណុចអីមិញអាចំណុចចុងក្រោយចប់ហ្នឹងបំពេញមុខជាភរិយាស្វាមីពេញមុខហ្នឹងគឺអញ្ចឹងពេលតនេយើងនាំប្រពន្ធយើងដើរទៅចូលរួមកម្មវិធីឬទៅណាមកណាហ្នឹងអាហ្នឹងហើយលើកមុខភរិយាយើងកុំឲ្យដើរតែឯងអានៅក្នុងផ្ទះមានប្រពន្ធអាចេញក្រៅផ្ទះនៅកំឡោះណាមិនអញ្ចឹងទេក៏ហ្នឹងពីថ្ងៃហ្នឹងតាំងចិត្តតាំងកាយរបស់យើងគឺយើងមានម្ចាស់រៀងខ្លួនស្វាមីមានភរិយាជាម្ចាស់ហើយអ្នកឃុំក្រងថែរក្សាទាំងចិត្តទាំងកាយយើងស្មោះត្រង់គ្មានស្អីជាងភាពស្មោះត្រង់ទេបងប្អូនកាលណាយើងស្រឡាញ់គោរពឲ្យតម្លៃនិងស្មោះត្រង់រវាងគ្នាសេចក្តីសុខកើតណាស់ទោះបីមិនមានទ្រព្យក៏យើងមានសេចក្តីសុខដែរហើយចឹងបានជំទាវខ្លះមកយំទេទូរស័ព្ទមកសុំធរអប់រំចិត្តអីលោកគ្រូជួយនិយាយធរអីមួយម៉ាត់អូកណាសុបាយចិត្តអីចុះមិនក៏ពិបាកស្អីបើភូមិមួយគ្រឹះ3 4 10កន្លែងអ្នកបម្រើស្វែងស្រាំខ្ញុំឯងពិបាកអីលោកគ្រូឲ្យបើសិនណាដោយកអាក្រដូចពីដើមមកវិញបានកណាចង់ទៅក្រវិញអីគេខំចង់មានខ្ញុំឯងចង់ក្រលោកគ្រូមិនយល់ទេតែអាត្មាវាមិនយល់មែនណាជីវិតបច្ចុប្បន្នបើអាត្មាបួសតាំងពី2 10នោះនិយាយអីចុះណែអាម៉េចញោមចេះតែអាម៉េចខាងលោកគ្រូឲ្យជួយឲ្យធរអប់រំចិត្តតិចមកកណាពិបាកណាស់អាតានឹងកាន់តែចាស់ចិត្តកាន់តែចើកជើងលែងនៅផ្ទះកាលពីនៅក្រដូចមានសេចក្តីសុខណាស់អាកូនក៏នៅជុំប្តីក៏នៅជុំដល់មានទ្រព្យអាកូនទៅផ្សេងប្តីទៅផ្សេងនឹងមកដល់ផ្ទះមានតែភ្លើងក៏អត់មានអាត្រជាក់ណានឹងនិយាយប៉ណ្ណឹងនិយាយយល់ណានិយាយណាអញ្ចឹងគាត់ចង់ទៅរកអាកន្លែងក្រកាលនៅក្រជាមួយគ្នាវាមានសុភមង្គលស្រឡាញ់ប្តីប្រពន្ធយើងល្អកល្អឿនដល់ពេលមានទ្រព្យទៅវាតាំងចិត្តតាំងកាយដូចផ្សេងគ្នាទាំងអស់ធម្មតាទេយាយហើយកុំទៅបន្ទោសប្តីយើងមិនតែប្តីយើងទេយាយឲ្យតែមនុស្សប្រុសដូចគ្នាទាំងអស់ប្រុសលើលោកហ្នឹងលើកលែងតែប្រុសពងអានិយាយនេះទេបងបើថាប្រុសដតីគឺដូចគ្នាទាំងអស់មកនិយាយលេងខ្ញុំណាប៉ុន្តែធម្មជាតិជាមនុស្សប្រុសគឺអញ្ចឹងបងហ្នឹងហើយអញ្ចឹងបានសិក្ខាបទទី3គេនិយាយថាម៉េចកាមេសុមិច្ឆាចារាវេរមណីសិក្ខាបទគឺការវាចាការមិនប្រព្រឹត្តខុសប្រៃផ្សៃប្រពន្ធកូនអ្នកដតីគេមិនដែលនិយាយថាកុំប្រព្រឹត្តខុសប្រៃផ្សៃប្តីកូនអ្នកដតីគឺគេសង្កត់ធ្ងន់លើប្តីប្រពន្ធកូនអ្នកដតីគឺសំដៅលើបរោះហ្នឹងហើយយាយអញ្ចឹងហ្នឹងអញ្ចឹងបរោះហ្នឹងគឺវារៀងលើបន្តិចក៏កន្លែងហ្នឹងអញ្ចឹងបានអាត្មាចេះសួរញោមប្រុសថាញោមហើយចង់សុកឲ្យយកប្រពន្ធហ្មងចង់សុកយកច្រើនហ្នឹងឃើញទេចង់សុកយកច្រើនគេថាចង់សនុកឲ្យយកប្រពន្ធហ្មងយាយយកមួយហ៎ចង់ព្រួយឲ្យយកហ្មងយក2ចង់អត់ស៊ីយក3ចង់ដេកដីចង់ងាប់ខ្លួនអ្នកដែលមានលើសពី5អត់ដែររស់យូរទេយាយអាអាត្មាចូលវត្តដោយហត់ទាំងចិត្តទាំងកាយពេកនោះអាប្រពន្ធមួយកូនមួយវាដូចរតា22 ពី10ម៉ោងអីឬ2ម៉ោងអីរស់បានដល់ឡើងដល់5 6មិនត្រូវបែកខំប្រឹងរកឲ្យគ្រប់ឆ្នាំងទាំង5នោះហើយដល់អញ្ចឹងទាំងកាយក៏ហត់ចិត្តក៏ហត់អារស់អត់យូរទេអាត្មាទៅទេសនៅស្អាងមួយយាយធ្លាប់ស្ដាប់វិទ្យុអាត្មាជាង10ឆ្នាំហើយខ្សែអាចអាត្មាចាក់អានប្រូក្រាមប៉ុន100ថ្ងៃអ្នកស្រីកត្រូវជាភរិយានៃសពព្រមទាំងបុត្រអ្នកស្រីកត្រូវជាភរិយានៃសពព្រមទាំងបុត្រអ្នកស្រីងត្រូវជាភរិយានៃសពហើយរាប់ទៅងាប់ហើយជប់ភរិយា6នាក់ក្នុងប្រូក្រាមយាយហើយគាត់ថាហើយប្រពន្ធដើមនោះថាលោកគ្រូអាហ្នឹងភរិយាដាក់ក្នុងមជីហ្នឹងអាក្នុងសបុតហ្នឹងអាហ្នឹងភរិយាក្របខ័ណ្ឌហើយមានអាក្រៅក្របខ័ណ្ឌទៀតមានអាក្រៅក្របខ័ណ្ឌទៀតនៅយាយហើយក៏យ៉ាងហ្នឹងអញ្ចឹងបានរស់អត់យូរហ្នឹង40ទៅចោលប្រពន្ធកូនបាត់ឃើញទេហើយអាមនុស្សអញ្ចឹងមិនដែលមានបានគេទៅខោត្រប់ដណ្ដប់ឆ្អឹងនឹងដាច់អាយីអាយុយប៉ុណ្ណាអាត្មាទៅសើស្ត្រីនេះវិញទេមិនមែនទៅសើបរោះហ្នឹងទេសតើយើងស្ត្រីហ្នឹងក៏ភ្នែកអីក៏មុតល្អមែនអាប្រុសគេល្អមកកគូកមិនគូមិនត្រូវអាត្មាទៅសើយើងឯនេះវិញទេមិនមែនទៅសើគេនោះទេគេនោះវាដឹងថាវាទៅតាមគេហ្នឹងហើយធម្មជាតិគេបើយើងនេះហើយមិនគួរដល់ថ្នាក់ឲ្យសួរថាចុះ6នាក់ហ្នឹងនៅជុំគ្នាផ្ទះមួយគ្នាងាប់ហើយចុះអាណាដេកអាណាទៅតាណាទៅយាយហើយមនុស្សអីក៏អាត្មានិយាយចឹងមកទៅកុំនិយាយដើមគាត់រឿងវហួសហើយ
ប៉ុន្តែទៅទេសនាវាឃើញក្នុងប្រូក្រាមបនចឹងពេកនិយាយមកចាក់ក្នុងកញ្ចក់ដែរញាតិញោមឃើញស្ដាប់អាខ្សែអាចយូរហ្នឹងឃើញអាខ្សែអាចចាស់ជាង10ឆ្នាំហ្នឹងអានប្រូក្រាមទៅវាឃើញភរិយាទាំងអស់ហ្នឹងបើវាសួរហ្នឹងនិយាយណាគាត់ថាអាហ្នឹងក្នុងក្របខ័ណ្ឌវាមានអាក្រៅក្របខ័ណ្ឌនោះទៀតហ្នឹងសង្វេគណាស់ចឹងគ្មានអីជាងប្តីប្រពន្ធយើងទេបងអូនប៉ុន្តែធម្មជាតិមនុស្សប្រុសចឹងមែនអាពេលនៅមានកម្លាំងមានលុយហឺហាសបាយកាកាយរីករាយប៉ុន្តែអាចចិត្តដាច់ខ្យល់មកហេះហេះមករកប្រពន្ធរកកូនវិញនិយាយលេងណាហ្នឹងឲ្យច្រើនអញ្ចឹងអាត្មាធ្លាប់ឃើញអញ្ចឹងយើងគ្មានអ្នកណាល្អជាងប្រពន្ធកូនយើងទេស្មោះត្រង់គោរពឲ្យតម្លៃប្តីប្រពន្ធយើងអាហ្នឹងបានយើងមានសេចក្តីសុខសុភមង្គលលោកគ្រូជូនពរឲ្យអ្នកទាំងពីររស់នៅជាសុខជួបជុំគ្នាណាកាន់ដៃគ្នាពីក្មេងនេះរហូតរីកចម្រើនតទៅរហូតដល់យើងបែកឃ្លាតព្រាត់ចាស់ណាតទៅដូចម្ដាយដោយឪពុករបស់យើងទាំងអស់គ្នាណាបងណាសូមអនុមោទនាអញ្ចឹងយើងយល់ណារស់នៅជាមួយគ្នាមានសេចក្តីសុខបងឯងប្រកាន់ចិត្ត3អញ្ចឹងទេមួយបើប្រពន្ធយើងខុសយើងចាត់ទុកគាត់ដូចអីមិញចាប់ប្តីប្រពន្ធចាត់ទុកប្តីដូចអីដោយបងប្រុសឬប្អូនប្រុសដែលយើងត្រូវសន្តោសហើយទី2អីគេមិញផ្លេចបាត់ខ្លួនឯងនិយាយនោះណាហ្នឹងយើងនៅជាមួយគ្នាប្រចាំថ្ងៃហ្នឹងទាំងពាក្យសម្ដីកាយវិការអរិយាបថរបស់យើងតាំងនិយាយស្ដីទាំងដៃទាំងជើងអរិយាបថហ្នឹងត្រូវគោរពឲ្យតម្លៃគ្នាដូចម្ដាយដូចឪពុកចឹងហ្នឹងបានយើងរស់នៅជាមួយគ្នាសុខហ្នឹងទាំងពាក្យសម្ដីកាយវិការកុំឲ្យលឹះលុះលើគ្នាអាក្រក់ហើយបងអូនតាហ្នឹងលោកគ្រូតសេក្នុងសភៅលោកគ្រូមានច្រើនលំអិតតាហ្នឹងក៏លោកគ្រូនិយាយដែរថាបងអូនត្រូវចាំថាយើងរៀនផ្ដល់អាសេចក្តីល្អឲ្យគ្នាបានច្រើនជាងផ្ដល់អារូបភាពអាក្រក់ឲ្យគ្នាថ្ងៃក្រោយទោះបីយើងមានបញ្ហាធ្ងន់ប៉ុណ្ណាក៏ដោយក៏យើងចិត្តអត់ដាច់ពីគ្នាដែរដោយសារយើងធ្លាប់ផ្ដល់អាសេចក្តីល្អឲ្យគ្នាវាបានច្រើនលុបអាសេចក្តីអាក្រក់ហ្នឹងទោះបីមានបញ្ហាអីក៏យើងនៅតែជាមួយគ្នារហូតដោយសារយើងបានផ្ដល់អាសេចក្តីល្អឲ្យគ្នានឹងបានច្រើនអញ្ចឹងបងអូនត្រូវខំប្រឹងព្យាយាមធ្វើម៉េចប្រមូលអាសេចក្តីល្អមកដាក់គ្រួសារយើងឲ្យបានច្រើនជាងរូបភាពដែលមិនសូវល្អលោកគ្រូនិយាយហ្នឹងមិនមែនមានន័យថាយើងការហើយយើងមានបញ្ហាអត់ទេយើងរកវិធីទុកឲ្យដល់ពេលយើងមានបញ្ហាយើងដឹងថាយើងត្រូវដោះស្រាយតាមណាអញ្ចឹងយើងគ្មានអីសំខាន់ជាងការអត់ឱនលើកលែងអធ្យាស្រ័យអញ្ចឹងពេលមានបញ្ហាយើងគោរពឲ្យតម្លៃគ្នាយកយល់អធ្យាស្រ័យលើកលែងអត់ឱនសន្តោសនឹងទាំងពាក្យសម្ដីកាយវិការគោរពឲ្យតម្លៃដូចម្ដាយឪពុកហើយបំពេញមុខជាភរិយាស្វាមីភរិយានេះដូចគ្នាបើប្តីនាំមិត្តភ័ក្តិមកលេងផ្ទះញឹកបន្តិចក៏ដោយប៉ុន្តែយើងនឹងគោរពឲ្យតម្លៃគាត់ក្នុងនាមជាប្តីកុំអាដែងគេមកមុខមិនឲ្យក្រោយមិនមើលនឹងអាពងអាកច្រាមសាច់នឹងអញកច្រាមតាំងមនុស្សកន្លងមកស៊ីមកផឹករាល់ថ្ងៃឧទាហរណ៍អញ្ចឹងណាចាំគ្នាទៅផុតសិនទៅលើកតម្លៃប្តីយើងខ្លះទៅចាំទៅផុតទៅចាំពេលណាតនេយើងនិយាយគាត់ដោយល្អទៅប្រាប់គាត់បងហើយជីវភាពគ្រួសារយើងក៏វាមិនល្អប្រហែលដែរកូនក៏ច្រើនការសិក្សារៀនរបស់កូនហើយមួយយ៉ាងឥឡូវសេដ្ឋកិច្ចក៏វាធ្លាក់អញ្ចឹងបងឯងជួបជុំមិត្តភ័ក្តិនឹងយូរម្ដងក៏អូនមិនថាអីដែរបើយើងកុំញឹកញាប់រាល់ថ្ងៃពេកអញ្ចឹងណាយើងនិយាយដោយល្អមានពេលមានវេលាមានរបៀបរាប់អញ្ចឹងគឺស្ដាប់គ្នាបានបងមនុស្សហ្នឹងហើយមនុស្សប្រុសនេះបងអូនចំណាំងាប់នឹងសម្ដីយើងហ្នឹងតែយើងនិយាយអីឲ្យតែបរោះភាសាយើងចេះរៀបចំចាត់ចែងទុកដាក់គ្មានទៅណារួចបងអូនចំណាំពីពាក្យ2ម៉ាត់ទៀតចេះតែ2ម៉ាត់អត់ចប់ទេប្តីដែលល្អគឺប្តីប្រកែកែប្រពន្ធឲ្យល្អហ្នឹងមិនមែនប្តីល្អប្តីប្រកែដើរចោលប្រពន្ធមិនមែនទេប្តីល្អគឺប្តីប្រកែកែប្រពន្ធខ្លួនយើងឲ្យល្អកាន់តែល្អលើសអ្វីដែលគាត់មានហ្នឹងប្តីល្អណាឲ្យគាត់ល្អតាំងពីចរិតលក្ខណៈការគាត់នៅជាមួយម្ដាយអត់ទាន់ល្អដល់ប៉ុណ្ណឹងដល់មនុស្សជាមួយយើងកាន់តែកែគាត់ឲ្យគាត់ល្អហើយទ្រព្យសម្បត្តិគាត់នៅជាមួយម្ដាយមិនទាន់មានកវលមាសកវលពេជ្រដល់មកដល់យើងកាន់តែធ្វើឲ្យគាត់មានកវលមាសកវលពេជ្រនិយាយឲ្យងាយស្ដាប់ប្តីប្រកែគឺប្តីប្រកែរសុភមង្គលមកឲ្យប្រពន្ធឲ្យកូនអាហ្នឹងគឺប្តីប្រកែតែហ្មងនិយាយឲ្យងាយស្ដាប់ដល់ប្រពន្ធប្រកែមិនប្រកែររឿងទេប្រពន្ធប្រកែនៅតាណាបើប្តីប្រកែគឺប្តីប្រកែនាំសុភមង្គលនិងសេចក្តីសុខឲ្យគ្រួសារចុះប្រពន្ធប្រកែនៅតាណានឹងប្រកែនៅត្រង់អិរិយាបថចិត្តគំនិតនៅត្រង់ពាក្យសម្ដីកាយវិការនិងការរៀបចំទុកដាក់ចាត់ចែងនៅលើយើងហ្នឹងបងហ្នឹងណាអញ្ចឹងប្តីល្អគឺប្តីចេះមានទំនួលខុសត្រូវនឹងនាំសេចក្តីសុខឲ្យប្រពន្ធបានកាន់តែច្រើនណានាំសុភមង្គលចូលគ្រួសារកាន់តែច្រើនអានឹងហើយបានគេហៅថាប្តីប្រកែមិនមែនប្តីប្រកែនៅត្រង់ប្រើដៃប្រើជើងមិនមែនប្រពន្ធប្រកែនៅត្រង់ពាក្យសម្ដីកាយវិការអិរិយាបថមិនសមរម្យទៅកាន់ស្វាមីទេចឹងយើងចំណាំខ្លួនយើងចឹងដូចជាមិនប៉ុណ្ណឹងទេអាត្មាទៅសេមានលក្ខណៈពិសេសខុសពីហ្នឹងប៉ុន្តែអាត្មារនឹកមិនឃើញសោះតនៅក្នុងសភៅអីហីចឹងយើងត្រូវប្រកាន់តួនាទីយើងជាស្វាមីភរិយានឹងប្រកាន់ភ្ជាប់អញ្ចឹងទើបយើងនៅជាមួយគ្នាមានសេចក្តីសុខនិងសេចក្តីចម្រើនលោកគ្រូជូនពរបងអូនទាំងពីរកាន់ដៃគ្នារស់នៅជាសុខចាប់ពីពេលហ្នឹងតរៀងទៅណាប៉ុណ្ណឹងចុះសូមបានបងបានកសលរស់នៅជាសុខរវាងគ្នានឹងគ្នានឹងតទៅចាប់ពីពេលនេះរហូតដល់ចាស់ផុត
រលត់បែកប្រត់រៀងខ្លួនទៅណាបងណាសូមត្រេកអរជ្រះថ្លាអនុមោទនាក្នុងសេចក្តីល្អនេះក្នុងថ្ងៃមង្គលរបស់យើងទាំងពីរនេះរស់នៅកាន់ក្តីគ្នាជាសុខតទៅណាបងណាសូមអនុមោទនា Tại cùng bay đón thì tới thầy tịch vui